បើកចិត្តឲ្យទៅលារស់នៅធ្វើម៉េចឲ្យខ្លួនឯងបានសុខនិងអ្នកនៅជុំវិញខ្លួនបានសុខនោះសេចក្តីសុខផ្លូវចិត្តរបស់យើងគឺស្ងប់អត់សូវមានបញ្ហាទេញោមសម្គាល់មើលប្រសង់មើលចាស់ព្រឹទ្ធាចារ្យឬក៏អ្នកស្រុកស្រែជនបទមកមើលទៅគាត់អត់សូវខ្វល់ទេទោះបីជាជីវភាពរបស់គាត់ក្រខ្សត់អត់លំបាកមិនសូវសម្បូរធនធានដូចយើងយកសក្តានៈទូនាទីអីមិនមានមែនប៉ុន្តែគាត់រស់នៅដោយមានសុភមង្គលរស់នៅដោយមានសេចក្តីសុខដោយសារអីដោយសារចិត្តរបស់គាត់ទទួលព្រមនៅអ្វីដែលគាត់កំពុងតែមានហើយគាត់ជឿជាក់ក្នុងខ្លួនរបស់គាត់ថាគាត់ធ្វើតែសេចក្តីល្អម្ល៉េះហើយគាត់សម្រានក៏សម្រាប់សម្រានលោកសុខស្រួលដើរក៏ដើរដោយមិនមានភាពភ័យខ្លាចទៅណាមកណាគឺគាត់មានភាពកក់ក្ដៅសម្រាប់ខ្លួនគាត់ដោយសារគាត់យល់តែខ្លួនគាត់បានសន្សំសេចក្តីល្អអញ្ចឹងកាលណាយើងបានហាត់ពុតលត់ដំអប់រំខ្លួនយើងសន្សំសេចក្តីល្អគ្រប់ខណៈចិត្តទៅបានសេចក្តីសុខនិងសេចក្តីចម្រើននឹងអាចកើតមានបងហើយសំខាន់ណាស់ផ្លូវចិត្តនេះញោមកាលណាយើងមានតែធនធានទ្រព្យសម្បត្តិតែយើងអត់បានហាត់ពុតលត់ដំអប់រំចិត្តរបស់យើងឲ្យបានល្អសេចក្តីសុខអត់អាចកើតមានបានទេបើទោះបីជាយើងមានយកសក្តានៈទូនាទីធនធានទ្រព្យសម្បត្តិប៉ុណ្ណាក៏ដោយយកមើលជាឧទាហរណ៍ដោយលោកយាយលោកតាសក្កមាណាចាស់ចាស់មកស្រឡាញ់មកធ្វើបន់នៅជាមួយចាស់ចាស់ទេភាកច្រើនល្អណាស់ដែលយើងគួរគប្បីបង្អោនចិត្តជ្រះថ្លាជាមួយគាត់ហើយចាស់ចាស់ទៅអញ្ចឹងយើងមើលគាត់ជាគំរូណាធ្វើអញ្ចឹងវ័យកាន់តែជ្រេណាគុណធម៌ត្រូវតែកាន់ចម្រើនអាយុកាន់តែច្រើនគុណធម៌ត្រូវតែចម្រើនដូចអាយុដែលកំពុងតែកើនកុំឲ្យអាយុកាន់តែច្រើនគុណធម៌កាន់តែធ្លាក់ចុះមានន័យថាអាយុកាន់តែច្រើនសេចក្តីល្អនិងបុណ្យកុសលត្រូវប្រឹងចម្រើនមកខ្លួនយើងនេះឲ្យបានកាន់តែច្រើនណាពីព្រោះអីពីព្រោះយើងដឹងថាខ្លួនយើងនេះអាយុកាន់តែច្រើនហើយទៅស៊ីទៅរកអីបើដូចជាព្រះអាទិត្យវិញវាទៅស៊ីរកតែកន្លែងលិចមែនទេយាយណារកកន្លែងលិចហើយអ្នកខ្លះអាយុ70ស្មើនឹងម៉ោង6ល្ងាចណាអ្នកខ្លះអាយុ75អីស្មើនឹងម៉ោង6កន្លះអ្នក80ម៉ោង7ល្ងាចឆឹងហ្នឹងណាអ្នកតែ50អីស្មើនឹងម៉ោង2ដល់10ថ្ងៃត្រង់40ណាអ្នកទៅតែកើតបាន7ថ្ងៃស្មើនឹងម៉ោង7ព្រឹកអញ្ចឹងយើងដឹងតែខ្លួនយើងទៅស៊ីរលិចហើយយើងធ្វើម៉េចខំប្រឹងសន្សំគុណតម្លៃនៃសេចក្តីល្អដើម្បីឲ្យស្អែកឡើងបានរះជាព្រះអាទិត្យដដែលមានន័យថាម៉េចមានន័យថាព្រះអាទិត្យថ្ងៃហ្នឹងវារះមកជាព្រះអាទិត្យលិចទៅហើយស្អែកឡើងរះជាព្រះអាទិត្យដដែលយ៉ាងណាមិញយើងបានបង្កើតឥឡូវនេះជាពូជមនុស្សណាបានជាឯកឧត្តមបានជាអុកញ៉ាបានជាទេសរដ្ឋមន្ត្រីបានជារដ្ឋមន្ត្រីបានជាឧបនាយករដ្ឋមន្ត្រីបានជាអុកញ៉ាឬក៏បានជារាជសម្បាញ់ក្តីឲ្យតែយើងបានភាពជាមនុស្សខ្ពង់ពោះប្រសើរណាស់ព្រះលោកតសើសភាពជាមនុស្សនេះណាពូជមនុស្សនេះព្រះអង្គតសើណាបើយើងមិនតាន់បានសម្រេចបធរចន្ទខ្ពស់យើងរក្សាពូជមនុស្សឲ្យបានអញ្ចឹងឥឡូវយើងដឹងតែយើងបានមកមនុស្សដោយសារបុណ្យខំប្រឹងសន្សំបុណ្យឲ្យរួចណាស្លាប់ពីមនុស្សទៅកើតមកជាមនុស្សទៀតមានន័យថាដូចព្រះអាទិត្យលិចទៅហើយស្អែកឡើងរះជាព្រះអាទិត្យដដែលតោះទេយាយណាកុំឲ្យលិចហើយស្អែកឡើងអត់បានរះឬរះទៅអីផ្សេងណាយ៉ាងណាមិញយើងបានជាមនុស្សឲ្យបានមកជាមនុស្សទៀតកុំឲ្យស្លាប់ពីមនុស្សទៅមកវិញស្លាប់អត់បានជាមនុស្សតកតុយពីមុខពីក្រោយឯក្បែរយើងរាល់ថ្ងៃអញ្ចឹងធ្វើម៉េចខំប្រឹងមានសតិសម្បជញ្ញៈហិរិអោតបៈនឹងចងខ្លួនយើងជានិច្ចណាយកសេចក្តីល្អនឹងដាក់ក្នុងខ្លួនជាពិសេសបុណ្យកុសលនិងសេចក្តីសុខកើតនៅក្នុងចិត្តរបស់យើងនេះដូចអាបច្ចៈអញ្ចឹងហើយចិត្តនេះពិបាកណាពិបាកក្នុងការឃុំក្រងពិបាកក្នុងការមើលថែវាណាមកសាបច្ចៈថារូបរាងកាយរបស់យើងបើទោះបីជាយើងមានជំងឺធ្ងន់ប៉ុណ្ណាក៏ដោយមិនពិបាកទេក្នុងការស្វែងរកថ្នាំមកព្យាបាលពេលខ្លះសំបីតែជំងឺមហារីកក៏វិទ្យាសាស្ត្រគេឥឡូវអាចព្យាបាលបានទៀតណាទើបតែដឹងដំបងគេអាចព្យាបាលបានដល់ដំណាក់កាលមហារីកហើយនៅតែគេអាចព្យាបាលបានព្រោះកាពះក៏ដោយថ្លើមក៏ដោយបេះដូងក៏ដោយប្រមាត់ក៏ដោយណាឈឺនេះឈឺនោះគ្រប់សពរាប់រយចម្ពោះទៅតាមប្រភេទនៃជំងឺទៅតាមការរស់នៅអិរិយាបថរបស់យើងប្រចាំថ្ងៃហើយដោយញោមទាវជាសភារាក្នុងភូមិគ្រឹះរបស់គាត់រស់នៅលក្ខណៈ natural មានន័យថាធម្មជាតិសៅក៏ដាំហូបក្នុងនឹងបន្លែក៏ដាំក្នុងនឹងគាត់ហូបណាលក្ខណៈធម្មជាតិសុទ្ធសាធអញ្ចឹងបានមើលសាច់ឈាមរបស់គាត់ស្រស់ថ្លាយើងអត់ហូបគីមីហើយមិនសូវឈឺទេណាអ្នកហូបអញ្ចឹងសូវឈឺទេអាតសើចាស់បុរាណមកកើតមិនតាន់ទេសម័យញោមប្រុសកាលពី70ឆ្នាំជាងមុនគាត់ថាលោកកូនចាស់ពីមុនគាត់ណារស់នៅដោយសមាជីវោណាហើយល្អណាស់បន្លែបកាត្រឹមតែរបស់ហូបចុកហើយគេអត់ដែរលក់ទេចាស់បុរាណគាត់អត់ដែរលក់ទេរបស់ហូបចុកគឺគាត់ចែកគ្នាហូបអ្នកទៅស្ទូចត្រីបងត្រីបានយកអ្នកមកមានបន្លែមកគេផ្លាស់ដូរគ្នាហូបគេអត់លក់ទេជំនាន់នោះតែញាតិញោមកើតតាន់ប្រហែលជាដឹងហើយហើយតំណាំក្បែរផ្ទះមិនដែលមានផ្ទះណាអត់មានជីក្រីអត់មានជីអត់មានអមអត់មានទេសអត់មាននេះគឺជាទូទៅមានគ្រប់ផ្ទះចាស់ជំនាន់មុនណាមែនទេយាយរបស់ហូបចុកគឺយើងមានគ្រប់ផ្ទះដល់សម័យនេះស្រួលមែនតែនទៅញោមណាអាស័យក៏ទិញសំបែ7ក៏ទិញឥឡូវនេះណាក៏សាំងក៏ទិញហើយយាយស្រុកស្រែដល់ពេលខ្លះមកទៅសើអួតប្រាប់លោកទេណាដេកគុណហើយស្រុកទេសយើងឥឡូវវាស្រួលមែនប៉ុន្តែស្រួលមែនតែនធ្វើមនុស្សវាខ្ជិលណាសំបីតែជាក្រីគ្រាន់តែយើងដាក់ចោលក្បែរពីងទឹកមិនបាច់ស្រោចទឹកឯងព្រលឹមឡើងខ្ពុលមាត់ស្ដោះតែទឹកមាត់ដាក់វារស់ដែរមែនទេបើអត់
ណាឥឡូវអញ្ចឹងក៏ទៅទិញគេស្មាមើលកំណត់យើងណាកាន់ទៅមុខហើយណាមនុស្សកាន់តែខ្ជិលទៅអាងទៅទិញគេហើយគាត់អួតតែលោកគ្រូហើយចាំបាច់ប្របាក់ដាំមកវេទនាទៅអីណាក្តៅថ្ងៃបាក់ញើសហូរញើសទៅអីបលឹមឡើងបន្លែគេឥឡូវមិនបាច់ចាំដើរទៅផ្សារទេឥឡូវគេដឹកដល់ផ្ទះនេះគុណគាត់ថាអញ្ចឹងណាបន្លែគេដឹកដល់ផ្ទះទៀតអត់អង្គទៅទិញអង្គមកបោមកហូបរួចមួយខែមិនបាច់ធ្វើស្រែក៏ហូបបានណានឹងកូនទៅធ្វើទៅរោងចក្រមកយកលុយយកមកទិញអង្គហូបស្រួលណាបន្លែគេដឹកដល់ផ្ទះស្រួលមកហូបគេដឹកដល់ផ្ទះស្រួលណាឥឡូវនេះអត់លុយអត់ប្របាក់ទៀតលោកគ្រូមិនបាច់ចាំប្រឹងទៅរកស៊ីអីអត់លុយយកតែប្លង់ផ្ទះទៅផ្ដិតមេដៃពោកយកលុយមកចាយស្រួលដល់ថ្ងៃគេអូសផ្ទះស្រួលដូចគ្នាទៅសើគាត់ណាមកទៅសើប្រាប់លោកទៀតគំនិតយើងណាគំនិតយើងអត់មើលទៅជីវភាពប៉ុណ្នេះញាតិញោមមានស្រាប់ហើយមិនបាច់និយាយប្រាប់ញាតិញោមទេតែនិយាយប្រាប់អ្នកក្របានត្រូវរឿងនេះឥឡូវយើងនិយាយរឿងផ្លូវចិត្តយើងនេះដែលអាត្មាបញ្ជាក់ថ្ងៃនេះចង់និយាយពីជំងឺផ្លូវកាយនិងផ្លូវចិត្តរបស់យើងនេះវាខុសគ្នាយ៉ាងម៉េចជំងឺផ្លូវកាយកាលណាយើងឈឺយើងអត់ពិបាករកថ្នាំទេមែនទេយាយនៅវិទ្យាសាស្ត្រវាទំនើបអត់ពិបាករកថ្នាំទេណាជំងឺដែលពិបាករកថ្នាំបំផុតជំងឺអីណាជំងឺផ្លូវចិត្តរបស់យើងនេះពិបាកណាស់ហើយជំងឺផ្លូវចិត្តនឹងមានច្រើនរាប់រយចម្ពោះដូចគ្នាពីព្រោះអីពីព្រោះយើងជាប់ជាពាក់នៅក្នុងកិលេសកម្មនិងវត្ថុកម្មណាស្រឡាញ់ពេញចិត្តប្រាថ្នាជាប់ជាពាក់ឆន្ទរាគៈប្រកាន់មមចំពោះអត្តាតែកាលណាស្រឡាញ់ចំពោះតួខ្លួនហើយអ្វីៗគ្រប់សពអកុសលផ្សេងកើតឡើងចម្រើនណាប្រាថ្នាកាន់តែច្រើនសេចក្តីទុកកាន់តែច្រើនស្រឡាញ់កាន់តែខ្លាំងទុកកាន់តែខ្លាំងដកសេចក្តីស្រឡាញ់បានកាន់តែច្រើនទុកក៏អស់កាន់តែច្រើនដកសេចក្តីប្រកាន់មមបានកាន់តែច្រើនសេចក្តីសុខផ្លូវចិត្តក៏មានកាន់តែច្រើនកាលណាយើងនៅតែជាប់ជាពាក់នៅតែប្រកាន់មមសេចក្តីទុកនៅតែមានណាជំងឺផ្លូវចិត្តរបស់យើងនេះបើនិយាយធំអត់មានច្រើនទេណាញោមចំណាំណានឹងអាត្មាបង្រៀនពីវិធីសាស្ត្រដាក់ថ្នាំយ៉ាងម៉េចឲ្យជាផ្លូវចិត្តរបស់យើងនេះពីព្រោះណាទៅតែសរសេរសភៅហ្នឹងឥឡូវនិយាយពីគោលសភៅហ្នឹងខ្លីបន្តិចឲ្យញោមមានចំណាប់អារម្មណ៍ចង់អានសភៅហ្នឹងយេណាមើលមកនេះបងណាយើងឈឺផ្លូវចិត្តរបស់យើងនេះឈឺអត់ច្រើនទេជំងឺធំមានតែ3ទេញោមចំណាំជំងឺទី1គឺជំងឺទោសៈណាទោសៈចិត្តជំងឺទី2គឺជំងឺលោភៈចិត្តជំងឺទី3គឺមោហៈចិត្តជំងឺផ្លូវចិត្តរបស់យើងរាប់ដោយធំមាន3ហ្នឹងណាហើយដូចជំងឺផ្លូវកាយអីកាលណាយើងឈឺកាពះយើងត្រូវរកថ្នាំកាពះមកដាក់អត់មានឈឺកាពះទៅដាក់ថ្នាំថ្លើមទេកាលណាយើងដាក់ថ្នាំខុសកាន់តែធ្ងន់ប្រតិកម្មអញ្ចឹងជំងឺទាំង3ធំហ្នឹងត្រូវមានថ្នាំដាក់ឲ្យចំមុខជំងឺដូចគ្នាដូចញោមទាវអីគាត់ពងតែណាថ្ងៃបន់អញ្ចឹងនឹកឃើញសំណោះស្ដាយបងនឹកឃើញអាឡោះអាឡៃនុសាវរីយ៍សាដើមវិញទុកផ្លូវចិត្តកើតមានទៀតពេលហ្នឹងតែអញ្ចឹងយើងរកវិធីសាស្ត្ររងាប់ផ្លូវចិត្តរបស់យើងកុំឲ្យកើតទុកខ្លាំងដូចជាជំងឺទី1ទោសៈចិត្តបើយើងដឹងតែជំងឺទោសៈចិត្តនេះវាកើតតែយើងត្រូវយកថ្នាំអីយកទៅដាក់ហើយទោសៈនេះកាលណាកើតមានហើយសុខអត់មានទេញោមចំណាំសុភមង្គលសេចក្តីសុខផ្លូវចិត្តអត់មានហើយចប់ហើយទោះបីយើងមានទ្រព្យប៉ុណ្ណាក៏ដោយញាតិញោមខ្លះគាត់ច្រើនតែពិបាកផ្លូវចិត្តណាមានទ្រព្យហើយពេលខ្លះផ្លូវចិត្តរបស់គាត់អត់ល្អអញ្ចឹងយើងរងាប់យ៉ាងម៉េចដើម្បីឲ្យសុខផ្លូវចិត្តរបស់យើងមានសេចក្តីសុខណាទោសៈនេះមិនធម្មតាទេដែលអាត្មាប្រៀបឧបមាថាភ្លើងនៃទោសៈនេះណាដូចជាភ្លើងដែលគ្មានល្ងើកគ្មានផ្សែងតែវាក្តៅខ្លាំងជាងភ្លើងដែលមានល្ងើកមានផ្សែងនេះណាហើយទោសៈនេះឧបមាមួយទៀតដូចជាយក្សអ្នកដើរតួយក្សមិនដែលល្អទេណាអ្នកដើរតួយក្សមួយមិនដែលល្អទេញាតិញោមធ្លាប់ឃើញគេដើរតួយក្សមុខល្អទេយេមុខអត់ល្អទេណាគូអញ្ចើមគូចកោមគូថ្មិញអីមិនល្អទេហេតុអីគេតំណាងឲ្យសភាវៈអាក្រក់ហ្នឹងគឺវាមិនល្អអញ្ចឹងណាយ៉ាងណាទោសៈចិត្តរបស់យើងនេះដូចជាយក្សតែយក្សដែលមានចកោមនៅលើឆាកនេះមិនខ្លាំងដូចយក្សអត់ចកោមនៅក្រោមឆាកនេះទេអាយក្សទោសៈនេះតែកាលណាខឹងទៅអានោះចេញមកយក្សយើងសើចទេណាដល់ពេលទោសៈចិត្តរបស់យើងនេះខឹងទៅកប៉ិចខ្ទេចចានស្រាក់ខឹងទៅតិចទូទាស់ខឹងទៅតិចពីងទឹកអញ្ចឹងវាអត់សេចក្តីសុខអញ្ចឹងយើងរកវិធីសាស្ត្រធ្វើម៉េចដើម្បីរងាប់ផ្លូវចិត្តរបស់យើងបានថ្នាំរងាប់ទោសៈចិត្តហើយមានដូចគ្នាទាំងអស់ទោសៈចិត្តនេះបាទញាតិញោមក៏មានអ្នកទេសនេះក៏មានក៏តិចឲ្យច្រើនហ្នឹងហើយមិនបដិសេធទេមានដូចគ្នាញាតិញោមខ្លះសួរតែលោកគ្រូហើយលោកគ្រូទាស់ចិត្តរឿងអីដែរបើគ្មានប្រពន្ធគ្មានកូនធ្វើឲ្យទាស់ចិត្តគ្មានញាតិគ្មានទ្រព្យឯណាធ្វើឲ្យថ្នាំងថ្នាក់គ្មានការងារឯណារវល់ច្រើនណារស់ស៊ីលីសៃរែកពុនឲ្យទាស់ចិត្តថាគ្មានប្រពន្ធកូនធ្វើឲ្យទាស់ចិត្តពេលខ្លះទៅខឹងលោកនេនក្នុងកុដហ្នឹងណាបាបនឹងលោកនេនហ្នឹងណាគាត់តែតិចឲ្យច្រើនអញ្ចឹងឲ្យថាអស់គឺមិនអស់ទេពុទ្ធជនអញ្ចឹងយើងត្រូវរកថ្នាំព្យាបាលឈឺខ្លាំងព្យាបាលតាមរបៀបខ្លាំងឈឺតិចព្យាបាលតាមរបៀបតិចហ្នឹងឥឡូវយើងឈឺជំងឺទី1ហ្នឹងទោសៈចិត្តហ្នឹងតើយើងយកថ្នាំអីទៅលេបថ្នាំរបស់ព្រះមាន2គ្រាប់គ្រាប់ទី1ខន្តីគ្រាប់ទី2សោរញ្ចៈញោមចាំណាហើយធម្មតាយើងលេបថ្នាំយើងត្រូវលេបជាមួយអីញោមលេបមួយអីថ្នាំលេបជាមួយទឹកអញ្ចឹងថ្នាំព្រះក៏មានទឹកដូចគ្នាធម្មោអោសថោណានឹងគ្រាប់ទី1ខន្តីគ្រាប់ទី2សោរញ្ចៈលេបជាមួយទឹក3កែវទឹកកែវទី1ទឹកមេត្តាទឹកកែវទី2ទឹកករុណាទឹកកែវទី3សន្តោសៈកាលណាយើងដឹងតែខ្លួនយើងមានជំងឺទី1គឺជំងឺទោសៈចិត្តនេះយើងលេបថ្នាំ2គ្រាប់ធំហ្នឹងខន្តីសោរញ្ចៈ
ហើយលេបជាមួយទឹក3កែវគឺទឹកមេត្តាទឹកករុណាទឹកសន្តោសៈកាលណាយើងលេបថ្នាំ2គ្រាប់ហើយនឹងទឹក3កែវនេះតោសៈចិត្តរបស់យើងនឹងស្ងប់រងាប់ណាតោសៈចិត្តរបស់យើងនឹងស្ងប់រងាប់ណាស្ងប់រងាប់ទៅបានប៉ុន្តែត្រូវដឹងរបៀបលេបឧទាហរណ៍តែថ្នាំយើងដុកទ័រគេផ្សំមកណានេះលក្ខណៈបង្រៀនធម៌ញាតិញោមណាស្ដាប់ងាយមិនពិបាកក្នុងការស្ដាប់គាត់យើងចំណាយពេលវេលាបន្តិចប៉ុន្តែមិនវែងទេប្រហែលជា40នាទីយ៉ាងយូរមកចប់បងពោខ្លាចតែដំលោកទៀងអង្គុយបានយូរបងនេះបើយើងមានពេលវេលាយើងរៀនធម៌ណាលក្ខណៈបង្រៀនទៅយើងងាយយល់យូរទៅយល់ចូលចិត្តក្នុងពធណាយើងត្រូវដឹងក្បួនលេបទៀតដូចថ្នាំពេទ្យដុកទ័រគេផ្សំមកថាយាយឈឺកាពះអញ្ចឹងឈឺខ្លាំងគេផ្សំមួយខែមួយខែហ្នឹងថ្នាំមួយថង់តែមួយថ្ងៃលេប3ដងព្រឹកថ្ងៃល្ងាចដល់យើងយកមកយើងចង់ជាឆាប់យើងអត់លេបមួយខែដាក់តែមួយថ្ងៃយើងអស់ហ្មងបងវានាំឲ្យយើងកាន់តែពិបាកទៅវិញយ៉ាងណាមិញអ្នកខ្លះចង់រងាប់ផ្លូវចិត្តខំប្រឹងទៅសុំសិលខំប្រឹងទៅធូរសមាធិខំប្រឹងទៅស្រាប់ធម៌អាចិត្តនោះនៅក្តៅខ្លាំងហើយយើងខំប្រឹងព្យាយាមតែមួយពេលធ្វើម៉េចឲ្យរងាប់ផ្លូវចិត្តនឹងបានវាអត់អាចរងាប់បានទេតែទៅតែព្យាយាមមានវិរិយៈនោះព្យាយាមក្នុងការហាត់ពុតលត់ដំអប់រំចិត្តរបស់យើងរឿយចំណាយពេលវេលាក្នុងការស្ដាប់ចំណាយពេលវេលាក្នុងការគិតពិចារណា